រិកនិងអ៊ុយក្រែនពិភាក្សាអំពីការផ្ដល់អាជ្ញាប័ណ្ណផលិតប្រព័ន្ធការពារអាកាស Patriot នៅក្នុងប្រទេសអ៊ុយក្រែនប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថាលោកនឹងពិភាក្សាអំពីការផ្ដល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនដើម្បីផលិតមីស៊ីល Patriot នៅក្នុងស្រុកដែលអាចអនុញ្ញាតឲ្យទីក្រុងគៀវជៀសផុតពីការរងចាំជាច្រើនឆ្នាំក្នុងជួរលទ្ធកម្មលោក Donald Trump បានប្រកាសពីផែនការពិភាក្សាអំពីការផ្ដល់អាជ្ញាប័ណ្ណផលិតមីស៊ីលការពារអាកាស Patriot ក្នុងស្រុកក្នុងអំឡុងជំនួបទ្វេភាគីដ៏សំខាន់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ United 24 Media កាលពីថ្ងៃទី8កក្កដាសំណើនេះមានគោលបំណងដោះស្រាយបញ្ហាខ្វះខាតស្បៀងយុទ្ធភណ្ឌយ៉ាងខ្លាំងសម្រាប់មីស៊ីលស្ទាក់ចាំកម្រិតខ្ពស់របស់លោកខាងលិចដោយបដូរមកបង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងស្រុកអ៊ុយក្រែនផ្ទាល់លោកត្រាំបានកត់សម្គាល់ថាគំនិតផ្ដួចផ្ដើមនេះនឹងអនុញ្ញាតឲ្យទីក្រុងគៀវជៀសផុតពីការកកស្ទះនៃការបញ្ជាទិញអន្តរជាតិដ៏យូរអង្វែងសម្រាប់ប្រព័ន្ធការពារកម្រិតកំពូលទាំងនេះលោកត្រាំបានថ្លែងក្នុងសន្និសីទសារព្រមាននាឱកាសកិច្ចប្រជុំកំពូលថាមានគេលួចប្រាប់ខ្ញុំថាថ្ងៃនេះយើងនៅពិភាក្សាជាមួយលោក Zelensky អំពីការផ្ដល់សិទ្ធិឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot លោកបានបញ្យល់ថាអ្នកជំនាញអាមេរិកនឹងណែនាំវិស្វករអ៊ុយក្រែនតាមរយៈបច្ចេកទេសដ៏ស្មុគស្មាញនៃផលិតកម្មនេះយោងតាមសម្ដីរបស់លោកត្រាំក្រុមហ៊ុនការពារជាតិដែលទទួលបន្ទុកផលិតប្រព័ន្ធនេះអាចបង្កើតសមត្ថភាពផលិតក្នុងស្រុកក្នុងរយៈពេល2ទៅ3ខែលោកបានបញ្ជាក់ថាក្របខ័ណ្ឌអាជ្ញាប័ណ្ណនេះនៅទីបំផុតអាចពង្រីកទៅរួមបញ្ចូលទាំងប្រព័ន្ធរយៈចម្ងាយឆ្ងាយផ្សេងទៀតដែលកំពុងមានតម្រូវការខ្លាំងដូចជាមីស៊ីល Cruise Tomahawk ដែលបច្ចុប្បន្នកំពុងប្រឈមនឹងការរង់ចាំយ៉ាងយូរនៅទូទាំងពិភពលោកត្រាំបានសង្កត់ធ្ងន់ថាយើងមានឧបករណ៍ជាក់លាក់ជាច្រើនប៉ុន្តែវាត្រូវបានគេហៅថាជាឧបករណ៍វណ្ណៈខ្ពស់លោកបានបន្ថែមថាការផ្ដល់អាជ្ញាប័ណ្ណផលិតផ្ទាល់និងផ្ដល់អំណាចឲ្យអ៊ុយក្រែនបង្កើតឃ្លាំងអាវុធការពារខ្លួនដោយឯករាជ្យការផ្លាស់ប្ដូរទៅរកការផលិតក្នុងស្រុកនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងគោលនយោបាយកាន់តែទូលំទូលាយដើម្បីធ្វើឲ្យជំនួយសន្តិសុខដល់សម្ព័ន្ធមិត្តអាចទ្រទ្រង់ខ្លួនឯងបានខណៈពេលដែលការកាត់បន្ថយចំនួននយោបាយរយៈពេលវែងជំវិញកញ្ចប់ជំនួយបរទេសដោយផ្ទាល់លោកត្រាំបានលើកឡើងយ៉ាងច្បាស់ថាខ្សែសង្វាក់ផលិតកម្មក្នុងស្រុកនឹងផ្លាស់ប្ដូរស្ថានភាពនៃកិច្ចពិភាក្សាអំពីជំនួយអន្តរជាតិដោយចាត់ទុកយុទ្ធសាស្ត្រនេះថាជាជំហានឆ្ពោះទៅរកស្វ័យភាពការពារជាតិទាំងស្រុងលោកត្រាំបាននិយាយអំពីគំរូនៃការពឹងផ្អែកលើខ្លួនឯងថាដូច្នេះអ្នកនឹងមិនអាចត្អូញត្អែថាយើងផ្ដល់ឲ្យអ្នកមិនគ្រាន់នោះទេយើងនឹងនិយាយថាធ្វើវាដោយខ្លួនឯងចោះបើទោះបីជាលោកបានទទួលស្គាល់ថាក្រុមហ៊ុនមកការអវកាសមិនទាន់ត្រូវបានគេជូនដំណឹងជាផ្លូវការអំពីផែនការជាក់លាក់នេះក៏ដោយក៏ប្រធានាធិបតីអាមេរិករូបនេះបានបង្ហាញទំនុកចិត្តថាការផ្លាស់ប្ដូរផ្នែកសាជីវកម្មនឹងត្រូវបានគ្រប់គ្រងដោយជោគជ័យបច្ចុប្បន្ននេះអ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះខាតយ៉ាងខ្លាំងនៅសមត្ថភាពការពារអាកាសដែលធ្វើឲ្យទីក្រុងធំៗងាយរងគ្រោះដោយសារការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទិករបស់រុស្ស៊ីកាលពីពេលថ្មីៗនេះទោះបីជាបានស្ទាក់ចាំមីស៊ីលគ្រូនិងដ្រូនបានភាគច្រើនក៏ដោយក៏កង្វះខាតក្រឹបមីស៊ីល Patriot ពិសេសបានធ្វើឲ្យកងកម្លាំងអ៊ុយក្រែនមិនអាចទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលប៉ាឡេស្ទិកធន់ធ្ងន់បានដោយឡែកយុទ្ធសាស្ត្ររបស់លោកត្រាំគឺចង់ឲ្យអ៊ុយក្រែនឈប់ពឹងផ្អែកទាំងស្រុងលើកញ្ចប់ជំនួយថវិកាពីសហភាពអាមេរិកដែលជារឿយៗជួបការរាំងស្ទះដោយសារចំនួននយោបាយផ្ទៃក្នុងការឲ្យអាជ្ញាប័ណ្ណផលិតគឺជាការផ្ទេរបច្ចេកវិទ្យាដែលអនុញ្ញាតឲ្យអ៊ុយក្រែនក្លាយជាឃ្លាំងអាវុធនៃលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯងនេះជួយកាត់បន្ថយសម្ពាធលើអ្នកបង់ពន្ធអាមេរិកនិងបិទមិត្តអ្នកនយោបាយដែលប្រឆាំងនឹងការផ្ដល់ជំនួយបច្ចុប្បន្នប្រព័ន្ធ Patriot មានតម្រូវការខ្លាំងទូទាំងពិភពលោកដូចជានៅតៃវ៉ាន់ប៉ូឡូញនិងមជ្ឈិមបូព៌ាការបញ្ជាទិញឲ្យចំណាយពេលពី5ទៅ10ឆ្នាំទើបបានរបស់ការបង្កើតរោងចក្រក្នុងស្រុកអ៊ុយក្រែនគឺជាផ្លូវការដ៏មានប្រសិទ្ធភាពបំផុតដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការបន្ទាន់នៅលើសមរភូមិដោយឡែកចំណុចដែលគួរឲ្យខ្លាចបំផុតសម្រាប់រុស្ស៊ីមិនមែនត្រឹមតែមីស៊ីល Patriot នោះទេប៉ុន្តែគឺជាការលើកឡើងអំពីមីស៊ីល Tomahawk ប្រសិនបើអ៊ុយក្រែនអាចផលិត Tomahawk ដោយខ្លួនឯងនោះគេនឹងមានសមត្ថភាពវាយប្រហារស៊ីជម្រៅទៅក្នុងទឹកដីរុស្ស៊ីរាប់ពាន់គីឡូម៉ែត្រដែលជាការផ្លាស់ប្ដូរតុល្យភាពអំណាចយោធាយ៉ាងខ្លាំងរីឯការប្រើពាក្យធ្វើវាដោយខ្លួនឯងបង្ហាញពីរបៀបដឹកនាំបែបជំនួយរបស់លោកត្រាំចង់ឲ្យទំនាក់ទំនងនេះคล้ายជាភាពជាដៃគូផលិតកម្មជាងការធ្វើសប្បុរសធម៌វាក៏ជាយុទ្ធសាស្ត្ររុញច្រានឲ្យអ៊ុយក្រែនមានឯករាជ្យភាពកាន់តែខ្លាំងដើម្បីឲ្យអាមេរិកអាចដកខ្លួនចេញពីការចំណាយដោយផ្ទាល់ក្នុងរយៈពេលវែងជារួមប្រសិនបើផែនការនេះคล้ายជាការពិតវាគឺជាបដិវត្តនៃជំនួយយោធាវានឹងធ្វើឲ្យអ៊ុយក្រែនคล้ายជាមហាអំណាចយោធានៅអឺរ៉ុបខាងកើតដែលមានសមត្ថភាពផលិតអាវុធទំនើបបំផុតដោយខ្លួនឯងហើយវាក៏ជាសញ្ញាព្រមានដ៏ធ្ងន់ធ្ងរដល់វិមានក្រំឡាំងថាសមត្ថភាពការពាររបស់អ៊ុយក្រែននឹងមិនរលាយបានទៅតាមពេលវេលានោះទេ